តើនឹងមានអ្វីកើតឡើងប្រសិនបើប្រទេសជប៉ុនគ្រប់គ្រងពិភពលោកសូមស្រមៃមើលពិភពលោកមួយដែលត្រូវបានគ្រប់គ្រងដោយជប៉ុនតំបន់ទីក្រុងនានានឹងត្រូវបានស្ថាបនាឡើងវិញដោយបច្ចេកវិទ្យាប្រឆាំងរញ្ជួយដីមានរថភ្លើងល្បឿនលឿនច្រោះតាមមហាសមុទ្រពិភពលោកទាំងអស់ហើយសេដ្ឋកិច្ចពិភពលោកនឹងដំណើរការលើមូលដ្ឋានប្រសិទ្ធភាពនិងភាពត្រឹមត្រូវខ្ពស់វប្បធម៌វិញអានីមេស៊ូស៊ីនិងប្រវត្តិសាស្ត្រសាមូរ៉ាយនឹងក្លាយជាការកំសាន្តសកលវិន័យនិងភាពច្នៃប្រឌិតរបស់ជប៉ុននឹងប្រែប្រួលឧស្សាហកម្មគ្រប់វិស័យពីរ៉ូបូតប្រព័ន្ធ AI រហូតដល់ការធ្វើដំណើរអវកាសពិភពលោកនឹងពេញទៅដោយរថយន្ត Toyota, Nissan ឬ Mazda ដោយគ្មាន Mercedes ឬ BMW ទៀតឡើយប៉ុន្តែប្រវត្តិសាស្ត្រពិតប្រាកដវិញមិនដូច្នោះទេជប៉ុនបានព្យាយាមក្លាយជាអំណាចពិភពលោកម្ដងរួចហើយវានាំឲ្យផ្ទុះសង្គ្រាមលោកលើកទី2បើជប៉ុនឈ្នះសង្គ្រាមពិភពលោកសពថ្ងៃអាចនឹងនិយាយភាសាជប៉ុនទាំងអស់ក៏បាន